ពីខុទាំងឡាយចូលតាំងចិត្តស្ដាប់ឲ្យបានល្អនាពេលចាប់3ខែបន្ទាប់ពីនេះយើងនឹងចូលនិព្វានហើយចូលនិព្វានព្រះអង្គចូលនិព្វានហើយស្រេចតែព្រះអង្គដ៏ចម្រើនដើម្បីភាពស្មោះត្រង់ស្រស់បំព្រងទេវតានិងមនុស្សសូមឲ្យទ្រង់មានព្រះជន្មបន្តទៀតផងបានហើយអានន្ទកុំសុំអ្វីពីយើងទៀតពេលវេលាសម្រាប់សុំបានកន្លងផុតទៅហើយតើទូបង្គំធ្វើបែបណាបើទ្រង់ចូលនិព្វានហើយនោះអានន្ទអើយធម៌ដែលយើងនិយាយមិនមែនជារឿងអាត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវដ្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះមើលនោះដើមរៀងគ្រប់ដណ្ដប់ទៅដើមការដ៏ស្រស់បំព្រងមិនមែនជារដូវកាលរបស់វាពិសេសមែនតែនមើលចុះការនោះធ្លាក់ចុះមកពីលើមេឃទៀតផងនោះមើលហើយពីខុទាំងឡាយចាត់ទុកថាជារឿងដ៏ពិសិដ្ឋគួរឲ្យគោរពគួរឲ្យកោតខ្លាចហើយគួរឲ្យគោរព